សូមនមស្ការចំពោះលោកម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមបងប្អូនប្រុសស្រីទាំងអស់នៅទូទាំងពិភពលោកថ្ងៃនេះយើងនឹងមកនិយាយគ្នាតាក់ទងទៅនឹងជំងឺសតិអារម្មណ៍បន្តទៀតជំងឺសតិអារម្មណ៍នេះជាជំងឺមួយដែលប្រជាជននៅទូទាំងពិភពលោកខ្លាចបំផុតមិនមានបុគ្គលណាមួយដែលចង់ជួបចង់ឃើញមានហើយជំងឺនេះគឺមានចំពោះមនុស្សយើងគ្រប់រូបគ្រប់គ្នាទាំងអស់គ្រាន់តែតិចហើយនឹងច្រើនប៉ុណ្ណឹងមនុស្សម្នាក់មិនថាចាស់ក្មេងប្រុសស្រីអីទេគឺតែងតែមានជំងឺនឹងយើងមានតិចតួចខ្លះទៅក៏មានច្រើនខ្លះទៅក៏មានរហូតដល់គ្រប់គ្រងខ្លួនឯងមិនបានទៅជាមនុស្សដែលប្រើខ្លាចទៅជាមនុស្សដែលប្រើការមិនបានន័យថាសតិហ្នឹងគឺខូចខាតទាំងស្រុងអញ្ចឹងគឺជំងឺនេះយើងមើលមូលហេតុឬក៏ហេតុបច្ច័យដែលនាំឲ្យមានជំងឺនេះគឺចាប់ផ្ដើមពីរឿងតិចតួចនៅក្នុងជីវិតហ្នឹងឧទាហរណ៍ថាកុមារាកុមារីកូនចៅប្រុសស្រីគាត់កើតមកនៅក្នុងសង្គមមួយដែលមិនល្អក្នុងសង្គមមួយនៅក្នុងសង្គមគ្រួសារមួយដែលមានតែអំពើហិង្សាឪពុកម្ដាយជាអ្នកញៀននៅគ្រឿងស្រវឹងឧទាហរណ៍ថាលោកឪពុកឬក៏អ្នកម្ដាយហ្នឹងជាអ្នកញៀននៅគ្រឿងស្រវឹងព្រឹកឡើងបើមិនបានដកមេគឺធ្វើការងារអីមិនកើតមិនត្រឹមតែដកមេតែប៉ុណ្ណឹងទេរួមទាំងអំពើហិង្សាក្នុងគ្រួសារទៀតថ្ងៃណាក៏ឮតែពាក្យអាម៉ឹងឯងហងជាបចោបតិបដាសាគ្នាទៅវិញទៅមកកូនឮពាក្យឮសម្ដីនឹងរាល់ថ្ងៃថ្ងៃខ្លះទៅក៏ប៉ះពាគ្នាដោយជើងដោយដៃដំបងបែកមុខបែកមាត់បែកក្បាលហើយរឿងហ្នឹងកូនឃើញរាល់ថ្ងៃហើយមិនត្រឹមតែប៉ុណ្ណឹងទេគ្រួសារខ្លះមានរហូតដល់តាំងពីនៅក្នុងផ្ទៃឯណោះកូននៅក្នុងផ្ទៃហ្នឹងក៏រងទុក្ខវេទនាឬសំដែងអាម៉ឹងឯងហងបចោបតិបដាសាគ្នាហើយដល់ពេលកើតមកឮពាក្យហ្នឹងតទៅទៀតដល់ពេលធំដឹងក្តីមកក៏ឃើញតែអញ្ចឹងទៀតចឹងខួរក្បាលរបស់ក្មេងមានបញ្ហាច្រើនមានភាពតក់ស្លុតមានភាពភ័យខ្លាចបាត់បង់ឱកាសបាត់បង់ភាពកក់ក្ដៅធ្វើឲ្យក្មេងហ្នឹងជាក្មេងដែលមានសេចក្តីភ័យខ្លាចច្រើនឬតែបញ្ហាអីកើតឡើងនៅក្នុងសង្គមនៅក្នុងជុំវិញខ្លួនហ្នឹងគឺភ័យខ្លាចតែម្ដងពីព្រោះថាក្មេងហ្នឹងគឺ
ឃើញនៅក្នុងជីវិតគ្រួសារហ្នឹងវាឆ្អែតឆ្អន់ហើយណាមិនចង់ឃើញមិនចង់ជួបណាជាពិសេសគឺអំពើហិង្សានៅក្នុងគ្រួសារហ្នឹងណាឪពុកម្ដាយខ្លះដែលញៀនដល់គ្រឿងស្រវឹងណាញៀនគ្រឿងញៀនឬក៏ញៀនលបែងស៊ីសងតែងតែបង្កនៅទុក្ខលំបាកយ៉ាងច្រើនទៅដល់ក្រុមគ្រួសារដល់កូនចៅហ្នឹងណាអញ្ចឹងគឺចំណុចទាំងអស់នេះដែលធ្វើឲ្យខួរក្បាលរបស់ក្មេងខួរក្បាលរបស់កូនចៅហ្នឹងមានភាពមិនប្រក្រតីមិនល្អណាញាតិញោមណាអញ្ចឹងញាតិញោមសង្កេតមើលក្មេងដែលរស់នៅក្នុងសង្គមគ្រួសារប្រកបដោយសុខសន្តិភាពមានភាពកក់ក្ដៅនិងខួរក្បាលនៃកុមារឬក៏ក្មេងៗដែលរស់នៅក្នុងសង្គមដែលមានតែអំពើហិង្សាមានតែការឆ្លោះប្រកែកទាស់ទែងគ្នាគឺខុសគ្នាញាតិញោមខុសគ្នាណាសម្បីតែការរៀនសូត្រក៏ខុសគ្នាដែរញាតិញោមណាក្មេងដែលមានឪពុកម្ដាយជាអាណាព្យាបាលនឹងប្រកបដោយធម៌ណាផ្ដល់នៅសេចក្តីស្រឡាញ់ផ្ដល់នៅភាពកក់ក្ដៅណាលើកទឹកចិត្តអាហ្នឹងគឺមានភាពប្រសើរច្រើនជាងក្រុមគ្រួសារដែលបង្កនៅបញ្ហាផ្សេងហើយក្រុមគ្រួសារខ្លះគឺបាត់ឱកាសទាំងស្រុងតែម្ដងញាតិញោមណាបើសិនជាកូនចៅប្រុសស្រីនោះមិនតស៊ូដល់ខ្លួនឯងទេគឺក្រុមគ្រួសារនោះបាត់ឱកាសកូនចៅកូនចៅប្រុសស្រីហ្នឹងគឺបាត់ឱកាសទាំងស្រុងឪពុកម្ដាយដែលញៀនដោយគ្រឿងស្រវឹងញៀនដោយលបែងញៀនគ្រឿងញៀនណាមិនបានយកចិត្តទុកដាក់ចំពោះអនាគតកូនចៅទេបងណាពួកគាត់យល់តែខ្លួនឯងណារស់តែមកខ្លួនឯងហ្នឹងឯងមានពេលណាទៅខ្វល់ខ្វាយគិតគូររឿងរៀនសូត្ររបស់កូនចៅណាអញ្ចឹងគឺធ្វើឲ្យសតិអារម្មណ៍របស់កូនចៅប្រុសស្រីហ្នឹងគឺមិនប្រក្រតីមិនល្អហើយរហូតដល់បាត់ឱកាសណាទាំងស្រុងតែម្ដងអ្នកខ្លះវាយគ្នាញាតិញោមវាយកូនចៅរហូតដល់ល្ងីល្ងើអស់រលីងទៅអញ្ចឹងគឺចំណុចទាំងអស់នេះញាតិញោមបងប្អូនប្រុសស្រីគួរក៏បីសម្គាល់ហើយជៀសវាងឲ្យបានមធ្យោបាយដែលអាចធ្វើឲ្យស្មារតីឬក៏ជីវិតនៃក្រុមគ្រួសារនីមួយៗមានសេចក្តីសុខហើយមានសតិអារម្មណ៍ល្អនោះគឺព្យាយាមរក្សាឲ្យបាននៅសិក្ខាបទ5នៅសិល5ណានៅមាគ៌ាជីវិតព្យាយាមប្រតិបត្តិតាមនៅមាគ៌ាជីវិតដែលបុរាណរបស់យើងបានរៀបចំមកផ្ដល់យោបល់ឬក៏តាក់តែងមកដើម្បីឲ្យយើងប្រតិបត្តិតាមគោរពតាមធ្វើតាមឲ្យមានសេចក្តីសុខនេះឯងក្រមសីលធម៌5ប្រការឬក៏យើងហៅថាសិល5ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការរស់នៅជួយអបស្ទប់ជួយតម្រែតម្រង់ជួយគ្រប់គ្រងនៅជីវិតរបស់យើងនេះឲ្យរស់នៅប្រកបដោយសេចក្តីសុខគឺស្អាតស្អំល្អញាតិញោមគិតមើលតកតងទៅនឹងសិក្ខាបទទី1សិក្ខាបទទី1គឺជៀសវាងអំពីការប្រព្រឹត្តធ្វើនៅអំពើបាបមានការកាប់សម្លាប់នៅអាយុជីវិតសត្វបៀតបៀនគ្នានឹងគ្នាដោយខ្លួនឯងឬក៏ប្រើអ្នកដទៃហ្នឹងគឺខ្លួនយើងនីមួយមិនថា
គ្រួសារតូចគ្រួសារធំក្រមានយ៉ាងណាទេគឺមានសិទ្ធិស្មើគ្នានៅក្នុងការគោរពប្រតិបត្តិនៅសិក្ខាបទហ្នឹងហើយមិនថាយើងក្រណាធ្វើមិនបានទេអត់ទេសិក្ខាបទហ្នឹងគឺអត់មានសម្រាប់អ្នកមានសម្រាប់អ្នកក្រទេពីព្រោះថាយើងទាំងអស់គ្នាសុទ្ធតែប្រាថ្នាចង់បាននៅសេចក្តីសុខដូចគ្នាអ្នកមានក៏ចង់បាននៅសេចក្តីសុខចង់បាននៅសុភមង្គលចុះយើងអ្នកក្រយើងចង់បានសេចក្តីសុខចង់បានសុភមង្គលចង់បានខួរក្បាលល្អដូចគ្នាចង់ឲ្យគ្រួសារយើងមានស្នាមញញឹមអញ្ចឹងបើសិនជាយើងបៀតបៀនគ្នាយកលេសតែមកពីក្រពេករកព្រឹកខ្វះល្ងាចហើយឆ្លោះគ្នារាល់ថ្ងៃធ្វើមិនមានសេចក្តីសុខទៅបៀតបៀនគ្នាមានតែអំពើហិង្សាជាបចោបតិប្រសាអ្នកមានគេនិយាយអ្នកមានគេធ្វើកិច្ចការងារល្អគេអប់រំល្អចុះយើងអ្នកក្រក៏យើងធ្វើបានដូចគ្នានឹងញាតិញោមតែធ្វើស្អីបើរកទៅព្រឹករកទៅអាហារ3ពេលមិនបានផងអាហារ3ពេលក៏ដោយ4ពេលក៏ដោយ1ពេលក៏ដោយតែយើងត្រូវរស់នៅប្រកបដោយមេត្តាកុំបៀតបៀនគ្នាមានបណ្ណាហូបប៉ុណ្ណឹងទៅប្តីប្រពន្ធកូនចៅនឹងមានប្រហុកក៏ហូបប្រហុកទៅមានអំបិលហូបអំបិលមានអីក៏ព្យាយាមរកកុំឲ្យតែមានអំពើហិង្សានៅក្នុងគ្រួសារហ្នឹងបៀតបៀនគ្នានឹងគ្នាគឺមិនមែនជាផ្លូវនាំមកនៅសេចក្តីសុខទេមានតែការចម្រើននៅមេត្តាហ្នឹងហើយវាដំច្រំធាក់គ្នាអប់រំកូនក៏ប្រើអំពើហិង្សាដាក់កូនចៅអាហ្នឹងមិនមែនជាមធ្យោបាយល្អទេហើយក៏មិនមែនជាវិធីដែលធ្វើឲ្យខួរក្បាលរបស់កូនចៅយើងខួរក្បាលរបស់ខ្លួនយើងនឹងមានភាពប្រក្រតីដែរអញ្ចឹងគឺសិក្ខាបទទី1នេះជៀសវាងតាំងចិត្តឲ្យបានតាំងចិត្តធ្វើចិត្តឲ្យបានឲ្យនៅឆ្ងាយអំពីការបៀតបៀនគ្នានឹងគ្នាមិនមែនថាជីវិតសត្វសត្វតូចសត្វធំជីវិតមនុស្សជីវិតក្រុមគ្រួសារកូនចៅយើងទេបងគឺយើងត្រូវធ្វើម៉េចជៀសវាងឲ្យបានកុំធ្វើនៅអំពើបាណាតិបាតហ្នឹងយើងត្រូវចម្រើននៅមេត្តាឲ្យបានច្រើនហើយមួយទៀតគឺតកតងទៅនឹងការជៀសវាងការជៀសវាងនៅការកាន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃទ្រព្យសម្បត្តិរបស់អ្នកដទៃដែលគេមិនបានឲ្យដោយកាយឬដោយវាចាគឺយើងត្រូវហាមខ្លួនយើងកុំឲ្យកាន់យកមិនត្រឹមតែហាមខ្លួនយើងប៉ុណ្ណឹងទេគឺយើងអប់រំកូនចៅយើងកុំឲ្យកាន់យករបស់គេកុំទម្លាប់បង្រៀនកូនកុំទម្លាប់គ្រប់គ្រងកូនឲ្យធ្វើនៅអំពើអាក្រក់នោះឪពុកម្ដាយជាច្រើននៅនាពេលបច្ចុប្បន្ននេះគឺមិនត្រឹមតែមិនសួរនាំកូនចៅប្រុសស្រីឬក៏ហាមឃាត់ទេលើកទឹកចិត្តកូនឲ្យធ្វើនៅអំពើអាក្រក់ទៀតកូនចេះរកបានរបស់នេះរបស់នោះមិនថាកូននឹងទៅធ្វើអីទេអត់ទៅខ្វល់ខ្វាយទេធ្វើម៉េចកូនរើសបានឧទាហរណ៍ថាសម័យបច្ចុប្បន្នមានជាការស្វាយមានជាការចន្ទីមានរបស់នេះរបស់នោះដែលប្រជាពលរដ្ឋគាត់ធ្វើខ្លួនឯងអត់មានអីមកតក់ទេជាការចន្ទីមួយដើមក៏គ្មានស្វាយមួយដើមក៏គ្មានហើយដល់ពេលល្ងាចឡើងឃើញកូនយួរមកមួយថង់2ថង់4-10គីឡូ4-5គីឡូហើយសរសើរកូនទៀតញាតិញោមបងប្អូនខ្លះទៀតមិនត្រឹមតែមិនសួរនាំកូនទេបែរជាលើកទឹកចិត្តកូនណាកូនឆ្លាតណាកូនខ្ញុំប្រកែចេះទៅរកចន្ទីក្របចន្ទីមកលក់បានចេះ
ទៅរកស្វាយមកលក់បានចេះទៅរកនេះរកនោះបានអត់មានសួរនាំថាកូនឯងទៅបេះបោះអ្នកណាហាមឃាត់កូនអត់ញាតិញោមក្រុមគ្រួសារខ្លះបងប្អូនខ្លះអញ្ចឹងនេះគឺជាចំណុចដែលខុសឆ្គងខ្លាំងបំផុតនៅក្នុងជីវិតមនុស្សយើងដែលខុសឆ្គងបំផុតនោះគឺឪពុកម្ដាយដែលមិនបានហាមឃាត់កូនកុំឲ្យធ្វើនៅអំពើអាក្រក់កុំឲ្យទៅលួចទៅមានដៃមានជើងបេះបោចរបស់គេហ្នឹងអញ្ចឹងជំងឺនេះគឺជាជំងឺខួរក្បាលមួយដែលធំបំផុតញាតិញោមហើយបើសិនជាជំងឺនេះកើតឡើងចំពោះក្រុមគ្រួសារណាហើយក្រុមគ្រួសារហ្នឹងមិនបាននៅសេចក្តីសុខទេហើយជំងឺហ្នឹងវាចេះតែរីករាលធំទៅក្មេងៗនៅតូចលួចត្រឹមតែចន្ទទីលួចត្រឹមតែរបស់ហូបកប៉ែកកប៉ុកតិចតួចទេប៉ុន្តែនៅពេលដែលពួកគាត់ធំទៅពួកគាត់នឹងដោះគំនិតកាន់តែធំបើសិនជានៅរស់នៅក្នុងសង្គមបែបហ្នឹងពួកគាត់ខួរក្បាលកាន់តែធំដំបូងលួចទៅចន្ទទីលួចទៅស្វាយលួចនេះលួចនោះយូរទៅលួចកាក់លួចម៉ូតូយូរទៅរហូតដល់ហ៊ានឆក់ប្លន់អីពីព្រោះមានការលើកសរសើរអំពីឪពុកម្ដាយឈួតហ្នឹងឪពុកម្ដាយដែលមានខួរក្បាលល្អត្រឹមត្រូវគេមិនដែលទៅលើកទឹកចិត្តសរសើរកូនឲ្យទៅយករបស់អ្នកដទៃទេបងគេតែងតែសួរនាំហេតុអីកូននឹងបានមកពីណារបស់នឹងមកពីណាអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលញាតិញោមបងប្អូនប្រុសស្រីគួរគប្បីប្រញាប់ប្រញាល់ហាមឃាត់កូនយើងបងបើសិនជាកូនចៅយើងឃើញកូនចៅយករបស់ណាដែលយើងមិនមានហើយឃើញទូរស័ព្ទក៏ដោយស្អីក៏ដោយរបស់ណាក៏ដោយដែលយើងមិនមានត្រូវសួរនាំកូនសិនតើកូននឹងបានមកពីណាធ្វើម៉េចបានកូនឯងទៅលួចគេទេកូនឯងទៅយករបស់គេទេអញ្ចឹងគឺយើងត្រូវសួរនាំកូនលួងលោមកូនឲ្យច្បាស់បើថាកូនទៅយករបស់គេយកទៅឲ្យគេវិញទៅវាអត់មានទៅរស់អីពូកែអីនៅក្នុងការលួចដូរហ្នឹងទេបងបើសិនជាយើងចង់បានយើងសុខចិត្តទៅស៊ីឈ្នួលគេទៅឧទាហរណ៍ថារដូវបេះស្វាយរដូវចន្ទទីយើងត្រូវមានភាពស្មោះត្រង់ទៅស៊ីឈ្នួលគេទៅសុំគេខ្ញុំសុំទៅរើសផងខ្ញុំសុំទៅស៊ីឈ្នួលផងវាអត់មានថោកអីនឹងមាត់សុំគេនឹងទេបងរបស់អីក៏ដោយយើងសុំគេទៅយើងប្រាប់គេទៅហ្នឹងគឺយើងមានតម្លៃមានតម្លៃទៀតហើយគ្រួសាររបស់យើងមានភាពថ្លៃថ្នូរអ្នកណាក៏រាប់អានប៉ុន្តែបើសិនជាឧទាហរណ៍ថាយើងគ្រួសារយើងជាគ្រួសារក៏ក្រិចជាគ្រួសារដែលមិនមានភាពស្មោះត្រង់ទៅស៊ីឈ្នួលគេលួចរបស់គេទៀតលួចលាក់របស់គេអញ្ចឹងគឺបង្ហាញថាខួរក្បាលរបស់យើងមិនមែនជាខួរក្បាលប្រក្រតីមិនមែនជាខួរក្បាលល្អទេហើយពីមួយថ្ងៃទៅបើមិនបានឆក់បើមិនបានលួចបើមិនបានកឹបគេហ្នឹងគឺនៅមិនសុខទេអញ្ចឹងបានន័យថាខួរក្បាលរបស់យើងគឺមានជំងឺហើយបងមានជំងឺដូច្នេះសិក្ខាបទទី2នេះគឺជាសិក្ខាបទដែលសំខាន់នៅក្នុងជីវិតរស់នៅរបស់យើងបើយើងចង់ឲ្យខួរក្បាលយើងស្អាតល្អគឺសូមកុំកាន់យកនៅទ្រព្យរបស់អ្នកដទៃដែលគេមិនបានឲ្យដោយកាយឬដោយវាចាហើយក៏ព្យាយាមអប់រំកូនព្យាយាមណែនាំកូនព្យាយាមហាមឃាត់កូនកុំឲ្យទៅប្រព្រឹត្តធ្វើនៅអំពើនឹងទៀតបើសិនជាកូនធ្លាប់ធ្វើយើងក៏ហាមឃាត់ទៅកុំឲ្យធ្វើអញ្ចឹងទៀត
បើសិនជាកូនមិនធ្លាប់ធ្វើទេយើងក៏ព្យាយាមលើកទឹកចិត្តកូនអប់រំកូនរឿយកុំឲ្យទៅយកខ្លួនទៅកាន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃតិចក៏ដោយតិចក៏ដោយច្រើនក៏ដោយកុំឲ្យធ្វើពីព្រោះកាលណាធ្វើទៅវាคล้ายទៅជាទម្លាប់យូរទៅគឺคล้ายទៅជាមនុស្សអាក្រក់នៅក្នុងសង្គមហើយនាំទាំងគ្រួសារនឹងអាក្រក់ទៅទៀតបងចឹងយូរទៅបាត់មិត្តបាត់ភ័ក្របាត់មនុស្សរាប់អានអស់អត់មានអ្នកណារាប់អានយូរទៅខូចសតិអារម្មណ៍អស់រលីងញាតិញោមទៅណាក៏គេមិនរាប់អានទៅណាក៏គេមិនរាប់អានយូរទៅណាក៏គេខ្លាចដល់ពេលចុះឡើងខ្លាយទៅជាមនុស្សដែលមានបញ្ហាសតិអារម្មណ៍ហ្នឹងគឺចំណុចទី2ហើយចំណុចទី3គឺតាក់ទងទៅនឹងភាពស្មោះត្រង់កុំប្រព្រឹត្តធ្វើនៅអំពើអាក្រក់ជាពិសេសគឺអំពើផាត់ក្បត់បើសិនជាមានប្តីមានប្រពន្ធហើយក៏ត្រូវតែមានភាពស្មោះត្រង់ហើយត្រូវស្គាល់កូនគេកូនឯងប្រពន្ធគេប្រពន្ធឯងហ្នឹងគឺត្រូវតែមានភាពស្មោះត្រង់ព្រោះកុំឲ្យទៅប្រព្រឹត្តធ្វើនៅអំពើមិនគប្បីត្រូវគោរពនៅជីវិតរបស់មនុស្សម្នាក់ព្រោះមនុស្សម្នាក់គឺមានតម្លៃមានតម្លៃហើយយើងជាមនុស្សនេះគឺត្រូវផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកមានគ្រួសារគឺត្រូវផ្ដល់តម្លៃឲ្យគ្រួសារជាប្តីក្តីជាប្រពន្ធក្តីបើសិនបើគ្រួសារណាមួយមានជំងឺផាត់ក្បត់មានអំពើផាត់ក្បត់នៅក្នុងគ្រួសារហ្នឹងគឺគ្រួសារហ្នឹងអត់បានសុខទេបងសំបីដោយហើយទៅសំបីទៅថាទៅលួចលាក់ឬក៏ទៅមាននេះមាននោះធ្វើឲ្យគ្រួសារហ្នឹងក្តៅក្រហាយហើយបងហើយសតិអារម្មណ៍ហ្នឹងក៏អ្នកដែលទៅប្រព្រឹត្តធ្វើនៅអំពើហ្នឹងក៏មិនល្អហើយអ្នកដែលរងគ្រោះឧទាហរណ៍ថាប្តីទៅលួចលាក់ទៅលបលួចសារសងនិយាយជាមួយអ្នកនេះនិយាយជាមួយអ្នកនោះអញ្ចឹងគឺជីវិតជាប្រពន្ធហ្នឹងក៏មិនបានសុខកូនហ្នឹងក៏មិនបានសុខហើយខ្លួនឯងដែលទៅលួចហ្នឹងឈ្មោះថាលួចគឺមិនបានសុខទេឈ្មោះថាលួចហ្នឹងអញ្ចឹងភ្នែកនៅកញ្ចឹងក៏ហើយបញ្ហាវាកើតឡើងនៅក្នុងគ្រួសារហ្នឹងវាអាចទៅជាអំពើហិង្សាក៏មានវាអាចទៅជាចំនួននៅក្នុងគ្រួសារហ្នឹងក៏មានហើយដេកមិនលក់បក់មិនលហើយទេញាតិញោមប្រពន្ធឬក៏ប្តីហ្នឹងក៏ដេកមិនលក់បក់មិនលហើយដែរគ្រួសារធ្លាប់តែអង្គុយហូបបាយជុំគ្នាទៅជាខ្លាចផ្ទះខ្លាចសំបែងខ្លាចតុបាយខ្លាចគ្រប់យ៉ាងទាំងអស់យូរទៅលែងចូលផ្ទះកូនក៏បាត់បង់នៅភាពកក់ក្ដៅប្រពន្ធក៏សង្កត់សង្កោចទ្រព្យសម្បត្តិនឹងក៏បាត់បង់ការងារក៏វិនាសហិនហើយយូរទៅណាញាតិញោមគឺសតិអារម្មណ៍ហ្នឹងវាខុសប្រក្រតីហើយជំងឺនេះគឺជំងឺធំធេងណាញាតិញោមគឺជាជំងឺធំធេងនៅក្នុងជីវិតមនុស្សយើងណាមិនថាជាសាសនាទេបើជាសាសនាក៏ដូចជាសាសនាដែរតែមានជំងឺផិតមានអំពើផិតក្បត់នៅក្នុងជីវិតហើយគឺมันមានសេចក្តីសុខទេបងធ្លាប់តែដេកលក់ជាសុខក្រោកឡើងញញឹមញញែមដល់ពេលមាននេះមាននោះផិតក្បត់គ្នាចាប់ផ្ដើមប្រយ័ត្នប្រយែងរវាងចឹងខួរក្បាលគឺវាទៅតាមនឹងឯងញញោមយូរទៅដេកមិនលក់ដល់ពេលដេកមិនលក់យូរទៅមានទៅណាទៀតមានតែជំងឺវិកលចរិតនេះឯង
ប្រសិនជាមិនប្រញាប់ដោះស្រាយទេគឺមានតែជំងឺឈួតនឹងវាកើតឡើងចូលផ្ទះក៏ខឹងនឹងប្រពន្ធកូនមួម៉ៅអីនោះអុចអាលបន្តិចទៅមកនេះឃើញមុខអីនេះក៏ក្តៅក្រហល់ក្រហាយទៅចូលឡើងបែកបាក់គ្នាខ្ចាត់ខ្ចាយគ្នាប្រពន្ធដោយប្រពន្ធកូនដោយកូនប្តីដោយប្តីហ្នឹងគឺជាជីវិតមួយដែលមិនល្អប្រពៃសម្រាប់យើងជាមនុស្សទេចឹងបើសិនជាជំងឺនេះកើតឡើងនៅក្នុងក្រុមគ្រួសារណាហើយគឺធ្វើឲ្យគ្រួសារនោះវិនិច្ឆ័យហើយញាតិញោមបងប្អូនប្រុសស្រីគួរក៏បីរវាងប្រយ័ត្នបើសិនជាអស់ចិត្តអស់គំនិតអស់ចិត្តស្រឡាញ់អស់ចិត្តអីហើយញាតិញោមបងប្អូនប្រុសស្រីអាចសួរអាចនិយាយគ្នាអាចប្រាប់គ្នាដោយត្រង់ទៅហើយក៏ព្យាយាមកាត់ចិត្តដកចិត្តអីយ៉ាងណាហ្នឹងគឺជារឿងរបស់ញាតិញោមបងប្អូនប្រុសស្រីមួយទៀតប៉ុន្តែកុំឲ្យទៅធ្វើនៅអំពើមិនគប្បីក្បត់គ្នានឹងគ្នាក្បត់ទំនុកចិត្តហ្នឹងគឺមិនល្អទេពីព្រោះអាចបណ្ដាលឲ្យយើងនឹងវិនិច្ឆ័យហើយទាំងអស់គ្នាហ្នឹងបងមិនមែនវិនិច្ឆ័យហើយត្រឹមតែទ្រព្យសម្បត្តិទេវិនិច្ឆ័យហើយទាំងខួរក្បាលទៀតអញ្ចឹងគឺបើសិនជាវិនិច្ឆ័យហើយទាំងខួរក្បាលហើយគឺចប់សពគ្រប់ញាតិញោមអញ្ចឹងចំណុចមួយទៀតចំណុចទី4គឺការជៀសវាងអំពីការពោលនៅពាក្យកុហកការនិយាយពាក្យកុហកការនិយាយពាក្យរោលរៀលការនិយាយពាក្យញុះញង់ចាក់ដោតនេះក៏ជាជំងឺមួយដែរហើយយើងត្រូវជៀសវាងឲ្យផុតជៀសវាងឲ្យឆ្ងាយញាតិញោមបងប្អូនប្រុសស្រីខ្លះមិនត្រឹមតែមិនដឹងខ្លួនទេបើពេលខ្លះទៅអួតថាខ្លួនឯងហ្នឹងមានវោហារទៀតហ្នឹងណាតើវោហារនិយាយចេះមួយបណ្ណាក៏គេខ្លាចដែរអញ្ចឹងញាតិញោមយើងជាមនុស្សនេះមិនគួរគប្បីសន្សំនៅពូជកុហកហ្នឹងទេបងនិយាយរួមទៅគឺមិនត្រូវសន្សំពូជកុហកមិនត្រូវសន្សំពូជបោកប្រាស់មិនត្រូវសន្សំពូជញុះញង់មិនត្រូវសន្សំពូជចាក់ដោតហើយមិនត្រូវសន្សំពូជនិយាយពាក្យរយរាយឥតប្រយោជន៍ដែរអញ្ចឹងយើងត្រូវការសេចក្តីសុខយើងត្រូវការសុភមង្គលហើយបើសិនជាយើងនិយាយភូតភរកុហកគ្នាទៅវិញទៅមកមិនថាយើងប្រកបអាជីពអីទេបងប្រកបមុខរបរអីទេដោយសម័យបច្ចុប្បន្នហ្នឹងមនុស្សងាយសន្សំបាបច្រើនណាស់សរសេរតាមប្រព័ន្ធសង្គមខ្លះទៅភូតភរកុហកអ្នកកសែតអ្នកយកព័ត៌មានអ្នកផ្ដល់ព័ត៌មានអ្នកធ្វើការនេះធ្វើការនោះឃើញទៅក៏ចេះតែសរសេរទៅក៏ចេះតែចែករំលែកទៅធ្វើម៉េចឲ្យតែគេបានឃើញណាតែឲ្យតែគេបានឃើញច្រើននិយាយបំប៉ោងខ្លះទៅនិយាយបលើសខ្លះទៅនិយាយប្រខូចខ្លះទៅអាហ្នឹងគឺมันធ្វើឲ្យយើងជាពលរដ្ឋល្អទេបងហើយក៏មិនមែនធ្វើឲ្យយើងមានខួរក្បាលល្អដែរគឺវានាំឲ្យយើងនឹងដល់ពេលទម្លាប់ហ្នឹងញាតិញោមទម្លាប់និយាយផោទម្លាប់និយាយអាក្រក់ទម្លាប់និយាយញុះញង់ទម្លាប់និយាយចាក់ដោតយូរទៅវាคล้ายទៅជាទម្លាប់คล้ายទៅជាប្រវេណីយើងคล้ายទៅជាមនុស្សអាក្រក់ដោយមិនដឹងខ្លួនហើយដល់ពេលដាច់ខ្យល់ប៉ាត់អត់មានទៅណាទេគឺទៅអបាយនឹងឯងញាតិញោមហើយคล้ายទៅជាមនុស្សដែលមិនមានអ្នកណាមួយទុកចិត្តយើងទៀតទេអញ្ចឹងគឺនៅក្នុងគ្រួសារក៏ដោយនៅក្នុងទីកន្លែងណាក៏ដោយក្នុងកាលណាក៏ដោយគឺយើងជៀសវាងអំពីការនិយាយពាក្យកុហកនិយាយញុះញង់និយាយចាក់ដោតហ្នឹង
បើសិនបើយើងចង់ឲ្យខួរក្បាលល្អណាកុំនិយាយកុហកកុំនិយាយញុះញង់គេកុំនិយាយចាក់ដោតគេកុំនិយាយដើមគេកុំនិយាយបតិចផ្ដាសាគេកុំនិយាយរួយរាយឥតប្រយោជន៍ហ្នឹងហើយមិនកុំអាងថាអូគេចូលចិត្តណាគេយើងប្រកែនិយាយហ្នឹងបើនិយាយត្រូវមានអីនិយាយពាក្យមានប្រយោជន៍មានអីទេបោល្អហើយប៉ុន្តែបើសិនជានិយាយពាក្យមិនមានប្រយោជន៍អាហ្នឹងធ្វើឲ្យយើងវិនិច្ឆ័យខ្លួនឯងដោយមិនដឹងខ្លួនហើយចំណុចចុងក្រោយនេះគឺជៀសវាងអំពីការប្រើប្រាស់នៅគ្រឿងស្រវឹងហួសប្រមាណណាញាតិញោមបងប្អូនប្រុសស្រីឃើញស្រាប់ហើយគ្រឿងស្រវឹងដូចខ្ញុំអាត្មាភាពនិយាយខាងដើមអញ្ចឹងណាគ្រួសារជាច្រើនដែលមានបញ្ហាដោយសារគ្រឿងស្រវឹងហ្នឹងឯងណាគ្រឿងស្រវឹងហ្នឹងហើយសម័យបច្ចុប្បន្ននៅក្នុងសង្គមខ្លះហ្នឹងគ្រឿងស្រវឹងគេផ្ដល់រង្វាន់ឲ្យយ៉ាងច្រើនណាតាមរង្វាន់ខ្លះទៅជួបជុំគ្នាក៏ប្រើប្រាស់គ្រឿងស្រវឹងទៅណាឲ្យទៅជួបជុំគ្នាដឹងថាផឹកស៊ីណាជួបជុំគ្នាផឹកស៊ីយូរទៅគ្រឿងស្រវឹងនេះបើញាតិញោមណាប្រុសស្រីទាំងអស់ប្រើហួសប្រមាណគឺវាបំផ្លាញនៅសតិអារម្មណ៍របស់យើងណានាំឲ្យយើងមានសេចក្តីប្រមាទខ្លាំងបំផុតនៅក្នុងជីវិតហ្នឹងហើយញាតិញោមប្រើប្រាស់ខ្លាំងមែនតើគឺវាបំផ្លាញនៅសិក្ខាបទខាងដើមហ្នឹងធ្វើឲ្យក្លាហានយូរទៅគ្រឿងស្រវឹងចូលទៅធ្វើឲ្យញាតិញោមបងប្អូនប្រុសស្រីក្លាហានហ៊ានកាប់ហ៊ានសម្លាប់ហ៊ានបំផ្លាញហ៊ានកាន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃហ៊ានទៅប្រព្រឹត្តធ្វើនៅអំពើមិនគប្បីចំពោះប្រពន្ធកូនគេហ៊ាននិយាយភូតភរកុហកទាំងអស់នៅពេលណាដែលគ្រឿងស្រវឹងនឹងឬក៏គ្រឿងញៀនចូលទៅណាញាតិញោមមើលណាអញ្ចឹងគឺធ្វើឲ្យយើងបាត់បង់នៅស្មារតីទាំងស្រុងតែម្ដងណាដំបូងតាហូបគាត់តែមួយឆ្ងាញ់បាយឯងអស់ពីមួយឆ្ងាញ់បាយមានអីដោះស្នឹមដល់ពេលដោះស្នឹមមានអីទៀតគឺបំផ្លាញនៅសតិអារម្មណ៍របស់យើងទាំងស្រុងតែម្ដងអញ្ចឹងញាតិញោមបងប្អូនប្រុសស្រីទាំងអស់ណាយើងគ្រប់គ្នាចង់បាននៅសេចក្តីសុខចង់បានខួរក្បាលល្អចឹងបើយើងចង់បានខួរក្បាលល្អចង់បានសតិអារម្មណ៍ល្អណាព្យាយាមគោរពប្រតិបត្តិនៅសិក្ខាបទទាំង5ហ្នឹងសិល5ហ្នឹងឲ្យបានជាប់ជានិច្ចនៅក្នុងជីវិតណាហើយមិនមែនថាអូទោះតែចាស់ទៅចាំធ្វើអត់ទេណាយើងត្រូវប្រតិបត្តិយើងត្រូវអនុវត្តនៅក្នុងជីវិតរបស់យើងនឹងរៀងខ្លួនណាទាំងចាស់ទាំងក្មេងហ្នឹងឯងណាអញ្ចឹងគឺមានតែសិល5ទេដែលអាចជួយឲ្យខួរក្បាលរបស់យើងស្អាតល្អណាកាយកម្មរបស់យើងក៏ស្អាតវិច័យកម្មរបស់យើងក៏ស្អាតហើយមនោកម្មរបស់យើងនឹងក៏ស្អាតដែរណាបើយើងស្អាតដោយកាយស្អាតដោយវាចាស្អាតដោយចិត្តជីវិតរបស់យើងគឺល្អប្រសើរជីវិតរបស់យើងគឺស្រស់ថ្លាយើងនឹងបានស្គាល់រសជាតិនៃសេចក្តីសុខនៅក្នុងជីវិតរស់នៅពិតចឹងខ្ញុំប្រកាសអាត្មាភាពសូមចូលរួមប៉ុណ្ណឹងហើយញាតិញោមបងប្អូនប្រុសស្រីអាចអនុវត្តនិងប្រតិបត្តិណាទាំងអស់គ្នាដើម្បីសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នានេះឯងបងចឹងសូមនមស្ការលាសូមចម្រើនពរលា